នៅថ្ងៃទី25ខែ11ឆ្នាំ2025យប់នេះម៉ោង8កន្លះគឺមានព័ត៌មានធំមួយពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលយើងអាចនិយាយបានថា Producer Price Index ដែលយើងអាចហៅកាត់ថា PPI ឬក៏យើងអាចនិយាយជាភាសាខ្មែរថាការវាស់វែងទំនិញឬក៏ផលិតផលដែលបានផលិតអីចឹងទៅលើព័ត៌មានមួយនេះវាអាចនឹងរសើបទៅលើទីផ្សារផងដែរបើសិនជាបងប្អូនជាអ្នក trader អញ្ចឹងបងប្អូនអាចទាញរកផលចំណេញពីព័ត៌មានមួយនេះបានណាអញ្ចឹងឥឡូវយើងមកមើលជាមួយនឹងការព្យាករណ៍របស់គេអញ្ចឹងទៅលើការព្យាករណ៍គឺធំជាងខែមុនអានេះការព្យាករណ៍ហើយនេះចេញពីខែមុនហើយទី2គឺធំជាងខែមុនដូចគ្នាបាទអញ្ចឹងទៅតាមការព្យាករណ៍មួយនេះបើសិនជាតាមអ្វីដែលខ្ញុំមើលឃើញបើសិនជាបងប្អូនចង់ធ្វើការចូលទិញលក់មុនម៉ោងព័ត៌មានអញ្ចឹងអាចនឹងមុន5នាទីឬក៏3នាទីហ្នឹងបងប្អូនអាចចូល sale បានប៉ុន្តែបងប្អូនចាំមើលទៅលើទិន្នន័យជាក់ស្ដែងថាតើទិន្នន័យចេញមកដូចជាមួយនឹងការព្យាករណ៍ឬក៏ធំជាងការព្យាករណ៍អញ្ចឹងបើសិនជាធំជាងការព្យាករណ៍អញ្ចឹងទិសដៅលុយដុល្លារអាចនឹងល្អអញ្ចឹងវាធ្វើឲ្យហាងឆេងមាសមានការធ្លាក់ចុះបន្ថែមទៀតប៉ុន្តែបើសិនជាករណីតូចជាងការព្យាករណ៍ហើយតូចជាងខែមុនទៀតអញ្ចឹងវាអាចនឹងធ្វើឲ្យតម្លៃលុយដុល្លារមានការធ្លាក់ចុះអញ្ចឹងតម្លៃហាងឆេងមាសវាអាចនឹងបន្តការកើនឡើងបន្ថែមទៀតណាព្រោះថាព័ត៌មានមួយនេះវាគឺជាព័ត៌មានធំមួយដែរប្រចាំខែរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការបិទរាជរដ្ឋាភិបាលអស់រយៈពេល42ថ្ងៃព័ត៌មាននេះគឺទៅតែចេញទេណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអ្វីដែលយើងគួរធ្វើយើងមានតែរងចាំទាំងអស់គ្នាទៅសម្រាប់បងប្អូនដែលស្កាល់ដែល trade ខ្លីៗអាចធ្វើការ trade មុនម៉ោងព័ត៌មានខ្លីៗបានប៉ុន្តែបើសិនជាបងប្អូនដែលជាអ្នក trade long term អញ្ចឹងអាចរងចាំព័ត៌មានចេញហើយចាំចូល trade ទៅអាហ្នឹងជៀសវាងទៅលើការពារហានិភ័យរបស់យើងអញ្ចឹងណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ព័ត៌មានអីបន្ថែមទៀតគឺខ្ញុំនឹងតម្លាក់ចូលនៅក្នុង group Telegram របស់ខ្ញុំផ្ទាល់តែម្ដងអរគុណ